ថ្ងៃទី10 ខែតុលាឆ្នាំ2025នៅវិមានរដ្ឋាភិបាលលោកស៊ីហួស័កភួងកេតកែវរដ្ឋមន្ត្រីការបរទេសថៃបានផ្ដល់បទសម្ភាសន៍ទាក់ទងនឹងលិខិតរបស់លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកជូនលោកអនុទានឆាន់វីរៈគូនពាក់ព័ន្ធនឹងបញ្ហាព្រំដែនថៃកម្ពុជាលោកបានថ្លែងថាប្រធានាធិបតីដូណាល់ត្រាំបានបង្ហាញពីបំណងប្រាថ្នាចង់ជួយដោះស្រាយស្ថានភាពព្រំដែនថៃកម្ពុជាបច្ចុប្បន្នប្រសិនបើពួកគេពិតជាចង់ជួយឲ្យបានសន្តិភាពយើងមានក្របខ័ណ្ឌរួចហើយដោយដែលនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងណាផ្ទុយពីការលើកឡើងពីជំរឿនសន្តិភាពរបស់ក្រសួងការបរទេសថៃកងកម្លាំងរបស់ថៃរាប់រយនាក់បានចាប់ផ្ដើមបំពានលើអធិបតេយ្យភាពកម្ពុជាជាថ្មីម្ដងទៀតនាព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2025នៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យលោកប្រាវុធវង្សសិនអគ្គនាយកនាយកពន្ធនាគារថៃបានថ្លែងនៅថ្ងៃទី10ខែតុលានេះថាលោកចង់ឲ្យលោកថាក់សិនជួយក្នុងកិច្ចការអប់រំសម្រាប់អ្នកជាប់ទោសផ្សេងទៀតក្នុងពន្ធនាគារដូចជាការធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសជាដើមថ្លែងនៅឯនាយកដ្ឋានពន្ធនាគារក្នុងខេត្តនន្ទបុរីលោកប្រាវុធបានលើកឡើងថាលោកមិនអាចបញ្ជាក់ពីសកម្មភាពនេះនឹងចាប់ផ្ដើមនៅពេលណាបានទេដោយសារតែសកម្មភាពនេះត្រូវតែអនុវត្តតាមបទបញ្ញត្តិនិងនីតិវិធីពន្ធនាគារសូមជម្រាបជូនថាកាលពីដើមខែកញ្ញាតុលាការកំពូលថៃបានចេញដីកាឲ្យលោកថាក់សិនវ័យ76ឆ្នាំជាប់ពន្ធនាគាររយៈពេល1ឆ្នាំបន្ទាប់ពីរកឃើញថាលោកបានអនុវត្តទោសឆ្នាំ2023របស់ខ្លួនមិនត្រឹមត្រូវដោយស្នាក់នៅក្នុងបន្ទប់មន្ទីរពេទ្យជំនួសបន្ទប់ឃុំឃាំងគណៈកម្មាធិការ Nobel Norwest បាននិយាយថាពានរង្វាន់ Nobel សន្តិភាពនាថ្ងៃសុក្រនេះត្រូវបានប្រកួតជូនដល់លោកស្រី Maria Corina Machado ដែលជាមេដឹកនាំបកប្រឆាំងនិងជាសកម្មជនប្រជាធិបតេយ្យរបស់ប្រទេសវេណេស៊ុយអេឡាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយនៅថ្ងៃប្រហ័សទី9ខែតុលាថាលោកមានគម្រោងធ្វើដំណើរទៅកាន់មជ្ឈមបូព៌ានៅថ្ងៃអាទិត្យខាងមុខនេះបន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស់សម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាត់ខ្មាំងដែលឃុំឃាំងនៅតំបន់កាហ្សាអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃប្រហ័សម្សិលមិញដើម្បីបញ្ឈប់ការបាញ់ប្រហារនិងដោះលែងចំណាត់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនក្នុងដំណាក់កាលដំបូងនៃគំនិតផ្ដួចផ្ដើមរបស់លោកដូណាល់ត្រាំគំនិតផ្ដួចផ្ដើមនេះធ្វើឡើងដើម្បីបញ្ចប់សង្គ្រាមរយៈពេល2ឆ្នាំនៅតំបន់កាហ្សាដែលធ្វើឲ្យមជ្ឈមបូព៌ាធ្លាក់ក្នុងភាពចលាចលនិងវិបត្តិមនុស្សធម៌រដ្ឋាភិបាលរបស់លោកដូណាល់ត្រាំកាលពីថ្ងៃប្រហ័សទី9ខែតុលាបានលើកសំណើហាមឃាត់ក្រុមអាកាសចរចិនមិនឲ្យហោះហើរឆ្លងកាត់ដែនអាកាសរុស្ស៊ីសម្រាប់ជើងហោះហើរទៅមកពីសហរដ្ឋអាមេរិកដោយលើកហេតុផលថាការអនុវត្តកន្លងមកនេះបានធ្វើឲ្យក្រុមហ៊ុនអាកាសចរអាមេរិកចាញ់ប្រៀបចិនក្រុមហ៊ុនអាកាសចរអាមេរិកបានរិះគន់ជាយូរមកហើយចំពោះការសម្រេចចិត្តអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរចិនប្រើប្រាស់ដែនអាកាសរុស្ស៊ីសម្រាប់ជើងហោះហើរមួយចំនួនព្រោះការនេះបានផ្ដល់គុណសម្បត្តិដល់ក្រុមហ៊ុនចិនក្នុងការកាត់បន្ថយពេលវេលាហោះហើរនិងចំណាយប្រេងឥន្ធនៈតិចដែលនាំឲ្យចំណាយទាបជាងមុនរុស្ស៊ីបានហាមឃាត់ក្រុមហ៊ុនអាកាសចរអាមេរិកនិងក្រុមហ៊ុនដឹកជញ្ជូនបរទេសជាច្រើនទៀតមិនឲ្យហោះហើរឆ្លងកាត់ដែនអាកាសរបស់ខ្លួនដើម្បីសងសឹកទៅនឹងការហាមឃាត់របស់ទីក្រុងវ៉ាស៊ីនតោនលើជើងហោះហើររុស្ស៊ីឆ្លងកាត់សហរដ្ឋអាមេរិកកាលពីខែមីនាឆ្នាំ2022បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានលើអ៊ុយក្រែន